បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញគ្នាយើងតាក់ទងជាមួយនឹងការ create នៅ 3D ticket ឬក៏ coupon អានេះគឺជា sample ដែលខ្ញុំនឹងបង្ហាញគ្នាយើងអូខេអញ្ចឹងខ្ញុំចូលទៅធ្វើវាពីដំបូងហើយបង្ហាញគ្នាយើងតែម្ដងខ្ញុំលុបនេះចេញវិញអូខេនេះខ្ញុំលុបចេញដូចគ្នាបាទនេះគឺជា ticket ឬក៏ coupon ដែលខ្ញុំបាន create មកអញ្ចឹងគ្នាយើង design នៅ coupon ឬក៏ ticket របស់យើងមកហើយយើងគ្រប់ ticket ឬក៏ coupon របស់យើងបែបនេះណាចុចគ្រប់វាបន្តមកទៀតដើម្បីទាញ coupon ឬក៏ ticket មួយហ្នឹងឲ្យទៅជាលក្ខណៈ 3D ដូចដែលខ្ញុំបានបង្ហាញគ្នាយើងមិញហ្នឹងគ្នាយើងត្រូវទាញវាចូលទៅក្នុង symbol ណាអញ្ចឹងយើងចុចទៅលើ icon symbol នេះមកបើសិនជាគ្នាយើងអត់ឃើញ icon ហ្នឹងទេគ្នាយើងចូលទៅក្នុង window ហើយស្វែងរកពាក្យថា symbol បែបនេះបាទអូខេអញ្ចឹងខ្ញុំទាញមក coupon របស់យើងចូលទៅហើយយើងអាចទៅសេឈ្មោះ coupon របស់យើងចុច OK ណាបាទអញ្ចឹងបន្តមកទៀតខ្ញុំនឹងគូ line ដើម្បីយក coupon របស់យើងចូលទៅអញ្ចឹងខ្ញុំប្រើ tool មួយនេះ spiral tool គ្នាយើងអាច click កន្លែងណាក៏បានដែរហើយគ្នាយើងមកពេញនៅ radius របស់វាទៅ amount នៅក្នុងចូលហើយចុច OK បាទខ្ញុំបាន line មួយបែបនេះអញ្ចឹងខ្ញុំ select ទៅលើ line របស់យើងមកហើយយើងចូលទៅក្នុង effect ហើយបន្តមកទៀតយកពាក្យ 3D and material 3D classic ហើយបន្តមកទៀត extrude and bevel បាទនៅពេលដែល load ផ្ទាំង panel មួយនេះមកគ្នាយើងត្រូវសេរីនៅកន្លែង extrude depth របស់វាកន្លែងនេះយើងទាញក្នុងកម្រិតមួយសមរម្យមកហើយស័ក្តិសមជាមួយនឹង ticket ឬក៏ coupon របស់យើងបាទខាងក្រោមនេះកន្លែងសេរីពលឺរបស់វា setting របស់វាណាបើសិនជាគ្នាយើងអត់ឃើញកន្លែងហ្នឹងគ្នាយើងចុច see more កន្លែង more option ណាបាទបន្តមកទៀតដើម្បី add coupon របស់យើងចូលទៅក្នុង object មួយហ្នឹងនៅក្នុង line របស់យើងយើងចុចទៅលើ map art ហើយគ្នាយើងថង surface កន្លែងនេះគ្នាយើង select មើលណាអញ្ចឹងនៅពេលដែលយើងឃើញ surface ទី1នេះគ្នាយើងឃើញ highlight ពណ៌ក្រហមនេះនៅពេលដែលយើង apply ticket ឬក៏ coupon របស់យើងចូលមកវានឹង effect ទៅនៅវានឹងបង្ហាញទៅនៅតំបន់ដែលបាន highlight ពណ៌ក្រហមនេះអញ្ចឹងគ្នាយើងខ្ញុំចង់ដាក់ coupon របស់យើងឬក៏ ticket របស់យើងនេះនៅលើផ្ទៃទាំងអស់នេះតែម្ដងអញ្ចឹងគ្នាយើងចុចទៅណាមើល highlight មួយនេះអានេះក្រហមនេះចេញមកបង្ហាញតែតំបន់នេះខ្ញុំចង់បានពេញណាគ្នាយើងអាចមើល layer ទី4ណា layer ទី4គ្នាយើងមើល highlight ពណ៌ក្រហមនេះ coupon របស់យើងនឹង display ឬក៏បង្ហាញនៅក្នុងតំបន់ដែល highlight ពណ៌ក្រហមទាំងអស់ហ្នឹងអញ្ចឹងគ្នាយើង select យក layer ទី4ហ្នឹងមកគ្នាយើងកន្លែង symbol នេះយើងទៅរកមើលនេះណា ticket ឬក៏ coupon របស់យើងហ្នឹងមកបាទបន្តមកទៀតគ្នាយើងអាច scale វាមក to fit បែបនេះឲ្យពេញតែម្ដងគ្នាយើង select យក invisible ហើយបន្តមក set ណា set artwork ហើយខ្ញុំចុច OK អញ្ចឹងត្រង់នេះគ្នាយើងអាចសេរីពលឺរបស់វានេះឲ្យពលឺអីនេះបាទសេរីត្រង់នេះមកហើយមួយទៀតបើសិនជាគ្នាយើងអត់ចង់ឲ្យវាមានលក្ខណៈជា step មកកម្មបែបនេះទេគ្នាយើងចង់ឲ្យ smooth យើងអាចបន្ថែម step ត្រង់នេះ blend step នេះបាទអានេះចេញមក smooth អូខេប៉ុន្តែដាក់កាន់តែធំកាន់តែដាក់យឺតដូចគ្នាណាក្នុងកម្រិតមួយណាអញ្ចឹងក្នុងកម្រិតមួយសមរម្យអញ្ចឹងមក89អូខេបន្តមកទៀតតងចំណុចនេះបើគ្នាយើងអត់ចង់បានត្រង់ត្រូវអញ្ចឹងទេគ្នាយើងអាចបបិលឡងនេះបានដែរបាទយើងយក angle ឬក៏មុំមួយណាដែលគ្នាយើងចង់បានអញ្ចឹងណាអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំយកប៉ុណ្ណឹងចុះខ្ញុំចុច OK បាទឧទាហរណ៍ថាបើសិនជាវា display មកអក្សររបស់យើងបច្រាស់អត់ឃើញត្រូវនេះឧទាហរណ៍បច្រាស់ចេះអញ្ចឹងគ្នាយើងចង់ឲ្យចេញត្រូវវិញគ្នាយើងអាច double click ទៅលើនេះណាចូលមកក្នុង symbol របស់យើងមក double click ទៅលើ coupon ឬក៏ ticket របស់យើងមកហើយយើង select វាយើង right click យើងយក transform ហើយ reflect បន្តទៀតចុច OK គ្នាយើងចេញមកវិញមក
អានេះវាបង្ហាញឲ្យយើងត្រូវដូចទម្រង់ដើមវិញបាទអូខេអញ្ចឹងនៅក្នុងវីដេអូរបស់យើងថ្ងៃនេះមានប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តទៀត